ឥឡូវយើងគៀដល់ថ្ងៃប្រឡងបាក់ឌុបđãហើយនៅពេលដែលយើងចាប់ពីប្រឡងបាក់ឌុបយើងក៏ត្រូវរើសជំនាញដែលយើងចង់រៀនហើយថ្ងៃហ្នឹងយើងមកនិយាយគ្នាពីជំនាញធនាគារថាយើងគួរតែរើសវិទ្យាស្ថានណារើសសាលាមួយណាដែលអ្នកឆ្លាញ់ជំនាញធនាគារហ្នឹងគួរតែទៅរៀននៅសាលាហ្នឹងហើយយើងបាន benefits អីខ្លះពីសាលាហ្នឹងជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំប៊ូហ៊ីហើយថ្ងៃនេះយើងមកនិយាយពីសាលាឬក៏ដូចជាវិទ្យាស្ថានដែលយើងត្រូវបន្តការសិក្សាផ្នែកជំនាញធនាគារក៏ដូចជាគណនេយ្យអីនៅពេលដែលយើងប្រឡងបាក់ឌុបចាប់ដែលវាជាជំរឿនល្អសម្រាប់យើងទាំងអស់គ្នាហើយវាជួយកាត់បន្ថយចំណាយបានច្រើនដោយសារតាវិទ្យាស្ថានហ្នឹងយើងមាន benefit ច្រើនហើយខ្ញុំនឹងលម្អិតមួយថាយើងមកចូលវិទ្យាស្ថានហ្នឹងយើងបានអីខ្លះពីវិទ្យាស្ថានហ្នឹងហើយប្រកាសជាអ្នកនរគ្នាចង់ដឹងហើយថាវិទ្យាស្ថានហ្នឹងមានឈ្មោះគេវិទ្យាស្ថានហ្នឹងមានឈ្មោះថាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារដែលជាវិទ្យាស្ថានដែលខ្ញុំរៀនផ្ទាល់ខ្លួនឯងហើយមិនមែនថាសាលាជួលមកឲ្យខ្ញុំប្រម៉ូទនិយាយពីសាលាទេខ្ញុំមកនិយាយខ្លួនឯងចង់ឲ្យបងប្អូនដែលមានចំណាប់អារម្មណ៍ចង់រៀនខាងវិស័យធនាគារហ្នឹងមករៀនរបៀបរើសកន្លែងរៀនត្រូវហើយបើយើងរៀននៅវិទ្យាស្ថានហ្នឹងយើងរៀនផ្នែកធនាគារមែនតែយើងមានទាំងគណនេយ្យមានទាំងច្បាប់អីទាំងអស់ហើយបើសិនតែយើងចូលខាងក្របខ័ណ្ឌរដ្ឋសាលាហ្នឹងគឺពិតជាល្អខាងមែនតើហើយយើងងាកមកអត្ថប្រយោជន៍រួមគឺទី1ទៅរៀននៅសាលាហ្នឹងគឺក្នុងមួយឆ្នាំយើងចំណាយអស់តែ1លានរៀលទេ1លានរៀលហើយលុយ1លានហ្នឹងខ្ញុំជឿថាជានិយាយថាការសិក្សាដែលយើងត្រូវបង់ដែលមានតម្លៃទាបជាងគេក្នុងប្រទេសកម្ពុជាហើយមិនមែនថាបង់តម្លៃ1លានហ្នឹង quality on ហើយយើងរៀនអត់ទទួលបានអីទេគឺយើងទទួលបានច្រើនទាំងវិន័យទាំងរបៀបបរិមាណវាច្រើនអីដែលយើងទទួលបានហើយបើនិយាយមួយទៀតយើងនិយាយពីវិន័យហ្នឹងថាយើងទទួលបានវិន័យអីខ្លះជាមនុស្សដែលយើងចេះគោរពពេលវេលាដោយសារតែវិទ្យាស្ថានយើងគឺគោរពទង់ជាតិនៅរៀងរាល់ម៉ោង7ព្រឹករាល់ថ្ងៃបើយើងអត់ទៅទេស្មើនឹងយើងអវត្តមាននៅក្នុងសាសនាមួយអញ្ចឹងទៅហើយវាពិតជាសំខាន់ក្នុងការដាស់តឿនឲ្យយើងទាំងអស់គ្នាហ្នឹងរបៀបមានទំនួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចរបស់យើងគឺយើងត្រូវតែងើបទៅគោរពទង់ជាតិម៉ោង7ឲ្យទាន់ហើយមួយទៀតយើងនិយាយថាបង់ថ្លៃ250ហ្នឹងបន្ទប់រៀនអីមិនដែរបន្ទប់រៀនស្អាតខ្ញុំនិយាយថាបើយើងបានទៅឃើញហើយគឺត្រូវតែតាំងរបៀបថាយើងត្រូវតែឲ្យកម្លាំងចិត្តខ្លួនឯងថាខ្ញុំត្រូវតែមករៀននៅនឹងឲ្យបានព្រោះវាស្អាតខ្លាំងដូចរបៀបថាសាលាជារបស់រដ្ឋទេប៉ុន្តែ concept បែប modern អីអញ្ចឹងហើយស្អាតនៅក្នុងបន្ទប់មួយមានសម្ភារៈទំនើបហើយរបៀបថានៅក្នុងបន្ទប់មួយមានស្លាយយើងអាចប្រើប្រាស់ស្លាយមានបច្ចេកវិទ្យាយើងក៏ទំនើបហើយតុរៀនអីឲ្យមែនចាស់បាក់បែកអីទេគឺស្អាតប្រយហើយមួយទៀតយើងនិយាយអំពីអត្ថប្រយោជន៍នៅពេលដែលយើងរៀនចប់វិញយើងទទួលបានច្រើនយើងមានឱកាសបានធ្វើការនៅធនាគារជាតិហើយបើយើងនិយាយពីធនាគារនៅកម្ពុជាមានធនាគារណាដែលធំជាងធនាគារជាតិទេយើងទៅធ្វើការនៅធនាគារហើយយើងក៏អាចទៅធ្វើការនៅធនាគារផ្សេងក៏ដូចជាក្រសួងស្ថាប័នផ្សេងដែលស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋដែលគឺត្រូវការរើសផ្នែកគណនេយ្យអីក៏យើងអាចចូលទៅបានដែរដោយសារនៅក្នុងសាលាគឺយើងបញ្ចូលមានទាំងអស់ហើយនៅពេលដែលយើងបញ្ចប់ហ្នឹងគេទទួលស្គាល់ច្រើនដោយសារតែយើងមានសញ្ញាបត្រ2ដែលសញ្ញាបត្រមួយផ្ដល់ពីសាលាហើយសញ្ញាបត្រមួយទៀតដូចផ្ដល់ពីធនាគារពេលណាមួយខ្ញុំអត់ច្បាស់ដែរដោយសារខ្ញុំឮលោកគ្រូនៅនឹងនិយាយហើយ
យើងមានឱកាសផ្សេងច្រើនទៀតដោយសារតែនៅក្នុងសាលាយើងមានរៀបចំជា charity ក៏ដូចជារៀបចំជាកម្មវិធីរត់ដើម្បីកុមារងាយរងគ្រោះដែលមួយថ្ងៃមុនហ្នឹងយើងបានធ្វើហើយយើងមានកម្មវិធីច្រើនជាងនឹងទៀតដូចការសិក្ខាសាលាក៏ដូចជាការចូលមើលរឿងកុននៅក្នុងសាលាអញ្ចឹងដែរហើយជាចុងក្រោយខ្ញុំសូមផ្ដាំថាសូមផ្ដាំទៅបងប្អូនដែលមានចំណាប់អារម្មណ៍ចង់រៀនខាងធនាគារចាំបម្រើការនៅក្នុងវិស័យធនាគារខ្ញុំសូម recommend ឲ្យបងប្អូនគួរតែជ្រើសរើសយកវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារព្រោះដោយសារតាយើងដូចដែលដឹងចឹងយើងមាន benefit ច្រើនបាន benefit ច្រើនពីហ្នឹងហើយយើងទទួលបានឱកាសច្រើននិងហើយជាចុងក្រោយខ្ញុំសូមផ្ដាំក៏ដូចជាណែនាំដែលយើងហៅថា recommend ឲ្យបងប្អូនបើសិនតែបងប្អូនចង់បម្រើក្នុងវិស័យធនាគារក៏ដូចជាចង់ឆ្លាញ់ខាងជំនាញធនាគារគ្រប់គ្រងធនាគារបងប្អូនគួរតែជ្រើសរើសយកវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារព្រោះដោយសារតែយើងបានទទួលអត្ថប្រយោជន៍ច្រើនហើយជាពិសេសអ្នកដែលមកតាមខេត្តគឺយើងទទួលបានរបៀបកាត់បន្ថយចំណាយដោយសារតែថ្លៃការសិក្សាទាបហើយយើងទទួលបានឱកាសច្រើនហើយរបៀបថាណាក៏របៀបយើងជួយកាត់បន្ថយចំណាយរបស់គ្រួសារដោយសារតែយើងមកពីខេត្តយើងខ្វះខាតដូចគ្នាអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសវិទ្យាស្ថានហ្នឹងជាជម្រើសទី1បើសិនតែអ្នកទាំងអស់គ្នាស្រឡាញ់វិស័យធនាគារអរគុណ